mà sau này chúng ban khơiព័ត៌មានមួយពាក់ព័ន្ធទៅនឹងអ៊ីស្រាអែលគេអត្ថាធិប្បាយគេថាសភាវុធរបស់អ៊ីស្រាអែលបូកជាមួយសភាវុធចិនបូកជាមួយនឹងសភាវុធលោកខាងលិចធ្វើឲ្យយោធាសៀមធ្វើឲ្យយោធាថៃនេះមានប្រៀបមកលើយោធាកម្ពុជាមានប្រៀបក្នុងសង្គ្រាមណាបាទហេតុអីបានគេនិយាយដូច្នេះមានន័យថាអ៊ីស្រាអែលតាំងពីដើមមកដល់ពេលនេះគឺកាន់ជើងភាគីថៃណាអ៊ីស្រាអែលកាន់ជើងថៃមិនមែនកាន់ជើងខ្មែរយើងទេបងប្អូនតយល់អញ្ចឹងអ៊ីស្រាអែលគឺជាអ្នកដែលផ្ដល់អាវុធឲ្យថៃមិនតែប៉ុណ្ណោះសូម្បីតែអ៊ុយក្រែនបាទអ៊ុយក្រែនក៏រូបមន្តរបស់អ៊ុយក្រែនបានផ្ដល់ឲ្យមកថៃដែរតាមរយៈដ្រូននិងដ្រូនអត្តឃាតបាទសកម្មភាពដែលគេផុសបង្ហោះដែលគេធ្វើមកលើកម្ពុជាយើងរាល់ថ្ងៃហ្នឹងណាគឺវាមានស្ថានដូចគ្នាដោយសង្គ្រាមអ៊ុយក្រែនជាមួយនឹងរុស្ស៊ីហើយដោយសង្គ្រាមអ៊ីស្រាអែលជាមួយដែនដីកាហ្សានៃប្រទេសប៉ាឡេស្ទីនដូចគ្នាដែរដូច្នេះបងប្អូនត្រូវចំណាំទុកមុខអាពីរអ្នកហ្នឹងទាំងអាប៉ាឡេស្ទីនទាំងអាអ៊ីស្រាអែលនិងអ៊ុយក្រែនខ្ញុំតាំងពីដើមមកខ្ញុំនិយាយឲ្យត្រង់ខ្ញុំអត់ដែលបានគ្រប់គ្រងអ៊ីស្រាអែលមិនដែលបានគ្រប់គ្រងអ៊ីស្រាអែលហើយក៏មិនដែលបានគ្រប់គ្រងបាទអ៊ុយក្រែនដែរដោយអ៊ុយក្រែនថារុស្ស៊ីរំលោភបំពានឈ្លានពានចូលទឹកដីអ៊ុយក្រែនក៏ប៉ុន្តែខ្ញុំអត់បានគ្រប់គ្រងអ៊ុយក្រែនខ្ញុំបែរជាគ្រប់គ្រងរុស្ស៊ីវិញហេតុអីបានដូច្នោះពីព្រោះសិក្សាតាមប្រវត្តិសាស្ត្រដី4ខេត្តរបស់បាទរបស់អ៊ុយក្រែនតែកាន់កាប់គឺជាអតីតរបស់សហភាពសូវៀតសហភាពសូវៀតគឺណាគឺរុស្ស៊ីបច្ចុប្បន្នហើយសហភាពសូវៀតទើបនឹងដួលរលំនៅឆ្នាំ91នេះបាទ91ប្រហែលឆ្នាំមកដល់ឥឡូវនេះ20 30ឆ្នាំមែនទេបាទអញ្ចឹងរុស្ស៊ីក៏យកទឹកដីគេវិញគឺជារឿងត្រឹមត្រូវក៏អត់មានអីខុសផងបាទព្រោះខ្មែរយើងបើយើងមានកម្លាំងមានអំណាចដែលយើងអាចយកទឹកដីយើងមកវិញក៏បានដូចគ្នាបាទអញ្ចឹងបានអានេះជាហេតុផលដែលខ្ញុំមិនដែលគ្រប់គ្រងអ៊ុយក្រែនទេទោះបីជាអ៊ុយក្រែនចោទថារុស្ស៊ីឈ្លានពានក៏ប៉ុន្តែខ្ញុំបែរទៅជាគ្រប់គ្រងរុស្ស៊ីទៅវិញមិនមែនគ្រប់គ្រងអំពើឈ្លានពានទេប៉ុន្តែគ្រប់គ្រងនៃសកម្មភាពដែលយកដីគេអករបស់គេអានេះខ្ញុំចង់ជម្រាបបងប្អូនអញ្ចឹងចំណាំមុខអាពីរអ្នកហ្នឹងអាអ៊ុយក្រែនហើយនិងអាអ៊ីស្រាអែលគឺជាអ្នកដែលគ្រប់គ្រងយោធាថៃផ្ដល់ទាំងសភាវុធនិងបច្ចេកទេសក្នុងការធ្វើសង្គ្រាមដាក់កម្ពុជាយើងអញ្ចឹងបានគេហ៊ានទម្លាក់ F16 ណាគេអាំងទិញមកពីអាមេរិកគេមានតាំងពីគុយវ៉ែតបាទគេមានលុយប្រទេសគេធំប្រទេសគេអ្នកមានបាទអញ្ចឹងគេមានលុយគេទិញចូលសភាវុធដែលថៃប្រើបច្ចុប្បន្នមិនតិចជា20ប្រទេសនេះដែលទិញមកបាទទាំងពីចិនបាទទាំងទិញពីរុស្ស៊ីទាំងពីអាមេរិកកាំងណាទាំងគុយវ៉ែតទាំងស្អីណាទាំងអស់យកពីអ៊ុយក្រែនយកពីអ៊ីស្រាអែលមកគឺហើយរូបមន្តនៃធ្វើសង្គ្រាមហ្នឹងគឺថារូបមន្តរបស់អ៊ុយក្រែនរបស់អ៊ុយក្រែនរបស់អ៊ីស្រាអែលបាទបើយកមកអនុវត្តនៅក្នុងប្រទេសកម្ពុជាយើងនេះសប្តាហ៍ថ្ងៃណារាល់ថ្ងៃនេះគឺជាយុទ្ធសាស្ត្រសង្គ្រាមរបស់ថៃគឺវាយផ្ដាច់វាយខ្ទប់ឲ្យថប់ដង្ហើមជន់កដកស្លាបបាទយុទ្ធសាស្ត្រណាបាទយុទ្ធសាស្ត្រសង្គ្រាមរបស់ថៃបាទគឺគេចង់វាយឲ្យផ្ដាច់វាយឲ្យដាច់បាទវាយឲ្យដាច់វាយខ្ទប់បាទឲ្យយើងថប់ដង្ហើមឲ្យយើង